យើងជន់ជាតែមួយដែលយើងវាយគ្នាធ្វើស្អី30ឆ្នាំកន្លងអត់តមានការសេចក្តីឈឺជោគកម្មតើបើអត់តន់ជាសត្រូវនៅឥឡូវហើយរស់នៅគៀងគ្នាអត់ម៉ែអត់ឪវេទនាកូនកំព្រានៅខ្លះគេទៅលាមានលាបានចេញឆ្លងទឹកឆ្លងដីចំណាំដូចមើលសែពេញនៅខ្លះខុសច្បាប់គេចាប់ដាក់គុកពេញជាប់រត់ឆ្នាំពេលថ្ងៃគេបញ្ចេញគេបញ្ជូនទៅបដិញទៅសុកកណ្ដាលវិញអត់សភៅឥឡូវអវុធជាប់ដៃក៏ហក់លួចភ័ណ្ឌជន់គ្នាមានន័យវាយបាញ់ស្លាប់ដូចជីវិតអត់មានតម្លៃខ្លះងាប់ដៃហៅមករួកដាតថ្ងៃតែអ្វីយើងជន់ជាតែមួយដែលយើងវាយគ្នាធ្វើស្អី30ឆ្នាំកន្លងអត់តមានការសេចក្តីឈឺជោគកម្មតើបើអត់តន់ជាសត្រូវនៅឥឡូវហើយរស់នៅគៀងគ្នាអត់ម៉ែអត់ឪវេទនាកូនកំព្រានៅខ្លះគេទៅលាមានលាបានចេញឆ្លងទឹកឆ្លងដីចំណាំដូចមើលសែពេញនៅខ្លះខុសច្បាប់គេចាប់ដាក់គុកពេញជាប់រត់ឆ្នាំពេលថ្ងៃគេបញ្ចេញគេបញ្ជូនទៅបដិញទៅសុកកណ្ដាលវិញអត់សភៅឥឡូវអវុធជាប់ដៃក៏ហក់លួចភ័ណ្ឌជន់គ្នាមានន័យវាយបាញ់ស្លាប់ដូចជីវិតអត់មានតម្លៃខ្លះងាប់ដៃហៅមករួកដាតថ្ងៃតែអ្វីយើងជន់ជាតែមួយដែលយើងវាយគ្នាធ្វើស្អី30ឆ្នាំកន្លងអត់តមានការសេចក្តីឈឺជោគកម្មតើបើអត់តន់ជាសត្រូវនៅឥឡូវហើយរស់នៅគៀងគ្នាអត់ម៉ែអត់ឪវេទនាកូនកំព្រានៅខ្លះគេទៅលាមានលាបានចេញឆ្លងទឹកឆ្លងដីចំណាំដូចមើលសែពេញនៅខ្លះខុសច្បាប់គេចាប់ដាក់គុកពេញជាប់រត់ឆ្នាំពេលថ្ងៃគេបញ្ចេញគេបញ្ជូនទៅបដិញទៅសុកកណ្ដាលវិញអត់សភៅឥឡូវអវុធជាប់ដៃក៏ហក់លួចភ័ណ្ឌជន់គ្នាមានន័យវាយបាញ់ស្លាប់ដូចជីវិតអត់មានតម្លៃខ្លះងាប់ដៃហៅមករួកដាតថ្ងៃតែអ្វី